ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើវីដេអូតបអញ្ចឹងមុននឹងឈានទៅដល់ការធ្វើវីដេអូហ្នឹងគឺខ្ញុំធ្វើការinstall ទៅលើ command 2ដែល command 2ខ្ញុំបាន install Vue.js ដែល command ទី1ហ្នឹងគឺ apt update ជាមួយនឹង apt install ACL អញ្ចឹងនៅក្នុងនេះគឺនៅក្នុងនេះខ្ញុំបាន update Vue.js ខ្ញុំបានទៅឡើង Vue.js អញ្ចឹងនៅក្នុងនេះបន្ទាប់ខ្ញុំធ្វើការបញ្ចូលទៅលើរូបភាពដែលលោកគ្រូឲ្យធ្វើសិនអញ្ចឹងនៅក្នុង exercise នេះគឺលោកគ្រូឲ្យពួកខ្ញុំបង្កើតនៅ folder 3ដែលមាននៅក្នុង SV1 គឺ PHP Java ហើយនិង Python អញ្ចឹងនៅក្នុងនឹងដែរយើងមាន user ចំនួន7ដែលមានពី SV A រហូតដល់ SVG អញ្ចឹងនៅក្នុង user ទាំងអស់ហ្នឹងគឺមានតួនាទីខុសគ្នាដែល SVA ហ្នឹងគឺគាត់អាចធ្វើការ read write ហើយនិង execute បានហើយចំពោះ SVB គឺចំពោះ folder PHP គឺណាក៏អត់មានសេរីទេចំពោះ folder Java គឺគាត់អាចធ្វើការ read write ហើយនិង execute បានហើយចំពោះ SVC គឺគាត់អាច read ហើយជាមួយ execute ចំពោះfile Java ចំពោះ SVD គឺបានតែ read ហើយនិង execute ដូចគ្នានៅក្នុង Java SVE read write ហើយនិង execute បានទាំងអស់ហ្មងនៅក្នុង Java ហើយជាមួយនឹង SVF OX មានន័យថា read ហើយនិង execute បានតែនៅក្នុង Java ទេហើយចំពោះ SVG គឺអាចនឹងធ្វើការ read write ហើយនិង execute ទៅលើ file Python បានអញ្ចឹងនៅក្នុងនេះគឺខ្ញុំបញ្ចូលមានតែប៉ុណ្្នឹងទេអញ្ចឹងជាដំបូងខ្ញុំសូមធ្វើការ add ទៅលើ folder SV1 អញ្ចឹងបន្ទាប់ពីនេះហើយខ្ញុំសូមចូលទៅក្នុង SV1 ហ្នឹងនៅក្នុងហ្នឹងខ្ញុំនឹងបង្កើត file folder 3គឺមានPHP Java ជាមួយនឹង Python អញ្ចឹងដំបូងខ្ញុំដាក់ sudo mkdir ទៅលើ/sv1/php ហើយមួយទៀតគឺ sudo mkdir .p /sv1 php Java ហើយមួយទៀត sudo mkdir .p ដូចគ្នាទៅលើ folder sv1 Python អញ្ចឹងនៅក្នុងគឺខ្ញុំបានដំណើរវារួចអីអញ្ចឹងខ្ញុំ set up ទៅលើ password សិន password PHP password .p ទៅលើ folder sv1 ហើយនឹង PHP អញ្ចឹងចំណុចបន្ទាប់ខ្ញុំនឹងធ្វើការ add ទៅលើ user តោះមកខ្ញុំធ្វើការ add ទៅលើ password user
chẳngចំពោះ password ពី user SVA ដល់ SVG ខ្ញុំបានធ្វើការកំណត់ពីរួចហើយអញ្ចឹងបន្ទាប់ពីខ្ញុំបានបង្កើតឆេក password រួចហើយអញ្ចឹងខ្ញុំធ្វើការ add លក្ខណៈជា group វិញហើយខ្ញុំវាយ command sudo group add លើ group PHP មួយទៀតទៅលើ group Java មួយទៀតទៅលើ group Python អញ្ចឹងបន្ទាប់ពីនេះគឺខ្ញុំសូមធ្វើការចែកមើលទៅលើ user សិនអញ្ចឹងយើងឃើញថា user ដែលយើងបានបង្កើតហ្នឹងគឺវាមានពី SVA ដល់ SVG អញ្ចឹងបន្ទាប់ពីយើងបានមើលទៅលើ user ហើយអញ្ចឹងខ្ញុំសូមធ្វើការកែដោយមើលទៅលើgroup វិញដែលយើងដូរពី U នេះទៅជា group G ហើយចំពោះgrip នេះយើងដូរពី SV ដកហ្នឹងទៅជា group ដកវិញយ៉ាអូខេអញ្ចឹងgroup របស់យើងគឺមាន3 group PHP group Java ហើយ group Python ដោយសារលើកមុនគឺខ្ញុំបាន delete ចោលហើយអញ្ចឹងនៅក្នុងនេះវាមាន group ចំនួន3មាន PHP Java ហើយនិង Python អញ្ចឹងបន្ទាប់ពីយើងបាន check មើលហើយយើងធ្វើការ add ទៅលើ user ចូលទៅក្នុង folder អញ្ចឹងដោយដំបូងគឺ SVA នៅក្នុងតា PHP ទេតែចំពោះ SVB C D E F នេះនៅក្នុង folder Java ហើយ SVG នៅក្នុង folder Python ហើយអញ្ចឹងនៅក្នុងនេះវាខ្ញុំសុំការ add ទៅលើ group Python នេះខ្ញុំប្រើ command sudo តបមកuser mode ដក AHG ធំតបមកខ្ញុំប្រើ group ដក PHP ហើយតាមមក SV ដក A PHP អូខេអញ្ចឹងយើងបាន add រួចហើយអញ្ចឹងចំពោះទី2ខ្ញុំធ្វើការ add SVB ទៅប៉ុន្តែអត់មាននៅក្នុង Java PHP ទេនៅក្នុង folder Java អញ្ចឹងB ដល់ F គឺយើងប្រើ Java គ្រប់ Java ទាំងអស់ C D E និង F ចំពោះខាងក្រោម SVG គឺយើងធ្វើការ add ចូលទៅក្នុង Python អូខេអញ្ចឹងបន្ទាប់ពីយើងបានគ្រប់វារួចហើយខ្ញុំសូមធ្វើការ change owner ខ្ញុំប្រើ command sudo ដក R ធំមក SV កំពុងវា SVA ទៅពីគឺ group SVA group SV1 PHP group PHP SV1.php មួយទៀតអត់នៅក្នុង PHP ទេនៅក្នុង Java នេះក៏ Java ដែរហើយនេះ B អូខេ C D E
ទៀតដូចជា G ចុងក្រោយគេប៉ុន្តែនៅក្នុង Python Python G អូខេអញ្ចឹងបន្ទាប់ពីខ្ញុំកាត់ហើយខ្ញុំសូមធ្វើការឆែកទៅលើfolder sv1 / ទៅលើ php អូខេមួយទៀតខ្ញុំឆែកទៅលើJava ប៉ុន្តែ Java នេះគឺខ្ញុំធ្វើការឆែកតែមួយទេឆែកមួយសិន svf អូខេចំពោះមួយទៀតគឺ Python ចំពោះ Python គឺមានគ្រប់ G អូខេអញ្ចឹងខ្ញុំធ្វើការកំណត់ ទៅលើ folder សិនអញ្ចឹងcommand មួយទៀតគឺតាក់ទងជាមួយនឹងmode 700 / ទៅលើ sv1 / php មួយទៀតខ្ញុំធ្វើការដាក់វាទៅលើ Java ដូចគ្នាមួយទៀតPython អូខេអញ្ចឹងបន្ទាប់មកគឺខ្ញុំធ្វើការវាយ command មួយទៀត sudo set fact ទៅលើ user មួយទៀតទៅលើ folder អញ្ចឹងខ្ញុំសូមធ្វើការ update តាំងពីក្បាលដំបូងមកអញ្ចឹង user svb ដែលគាត់អាច svb គឺ null ចំពោះ php ប៉ុន្តែនៅក្នុង Java គឺគាត់ rwx អូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំដាក់ rwx តមក /sv1 / php php ណា Java តាមួយទៀតខ្ញុំ set ទៅលើ C នៅក្នុង sv1 Java ដែល C គឺដូចជាតា OX ទេ OX D OX ហើយជាមួយនឹង FOX អូខេអញ្ចឹងនៅក្នុង C នេះគឺខ្ញុំលុបចោលដាក់ D ហើយ F ចំពោះ G ចំពោះ E គឺគាត់មានទាំង right ទៀតអញ្ចឹង RWX អូខេចំពោះ ចុងក្រោយគេតាមនេះគឺ svg ចឹង svg ដូចជាមិនបាច់ទេដោយសារវាមានតែមួយស្រាប់អញ្ចឹងខ្ញុំសូមធ្វើការ check ទៅលើនៅក្នុង file មួយគឺយើងយក get file ទៅដែរយើងយក get file ច្រឡំទៅដែរនៅក្នុងនោះគឺយើងប្រើ /sv1 ទៅលើ php ដែលនៅក្នុង group ហ្នឹងគឺយើងបានឃើញថា owner គឺ sva នៅក្នុង group ហ្នឹងគឺគាត់អាចមានទាំងមានសិទ្ធិក្នុងការ write read ហើយជាមួយនឹង execute អញ្ចឹងបន្ទាប់គឺខ្ញុំធ្វើការសរសេរមួយទៀតទៅលើ Java folder Java ម្ដងនៅក្នុង folder Java ខ្ញុំ set up ដោយយក owner គឺ F ដែល owner ហ្នឹងគឺនៅក្នុងហ្នឹងគឺមានគាត់អាចធ្វើការទៅលើ read write និង execute បានហើយនៅក្នុងហ្នឹងគឺអ្នកដែលបាន execute read write execute ហ្នឹងគឺមាន2 svb ហើយជាមួយនឹង sve អញ្ចឹងមួយទៀតចុងក្រោយគឺតាមចឹងដូចជា Python អញ្ចឹង Python គឺនៅក្នុងហ្នឹងវាមាន owner មួយទេគឺ svg នៅក្នុង group Python នឹងហើយមានសិទ្ធិក្នុងការ write និង execute ដូចគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូ